ហ្នឹងខ្ញុំនឹងនាំគ្នាយើងមកមើលនៅរន្ទះបាញ់ដែលសារតែអស់អីអាប់ដេតទៀតតែជាគ្នាយើងបានឃើញចឹងថា skin Idora ទាំងអស់គេធ្វើការ revamp មិនតែការ revamp ហ្នឹងអត់មានការអីទេថែមទាំងអត្ថប្រយោជន៍ឆ្កឹះក្តិតមួយហើយមូលហេតុដែល Mobile Legends គេធ្វើការ revamp Idora ដាក់អត្ថប្រយោជន៍ហ្នឹងគឺដោយសារតែគេចង់ collab Idora ជាមួយនឹងតួអង្គ Nami របស់ One Piece ហើយឥឡូវខ្ញុំនឹងនាំគ្នាយើងទៅមើលនៅ skin effect របស់ skin មួយហើយដំបូងគេគឺជា skin Starlight ហើយខាងនៅឆ្វេងដៃហ្នឹងគឺជា skin ចាស់ហើយនៅខាងស្ដាំដៃគឺជា skin ថ្មីខ្ញុំគិតថាថ្មីស្អាតជាងណាគ្នាយើងប៉ុន្តែបើ Ultimate ខ្ញុំគិតថាចាស់ស្អាតជាងអាថ្មីហើយបន្តមកទៀតគឺជា skin Idora Christmas គ្នាយើង skin ហ្នឹងក៏ដូចតែដែរថែមតែដំបងឆ្កឹះក្តិតហ្នឹងទៀតហើយបាទ skin effect វិញគឺអត់មានដូរអីច្រើនទេគ្រាន់តែថាមើលទៅវាច្បាស់ជាងមុនហើយខ្ញុំគិតថាអាថ្មីស្អាតជាងទាំង Ultimate ទាំង skin ទី1និង skin ទី2តាមពិតទៅ skin ហ្នឹងគួរតែ revamp យូរហើយមិនបាច់ចាំតែ Idora revamp ទេគួរតែ revamp skin ហ្នឹងមុនគេដោយសារតែ skin ហ្នឹងគឺអាក្រក់យូរហើយខ្ញុំគិតថាគួរតែ revamp ឲ្យស្អាតចឹងព្រោះនៅពេលដែល revamp ចឹងហើយមានអារម្មណ៍ថាមើលចូលភ្នែកជាងមុនហើយមួយទៀតគឺជា skin Vivo ហ្នឹងខ្ញុំមិនដឹងតែគេដាក់អាដំបងហ្នឹងមកទៅអីទេអត់តំណងសោះហ្មងដំបងហ្នឹងគួរតែដាក់ជាអាបិចតែសេលើទូរស័ព្ទតំណងជាងដាក់ដំបងហ្នឹងមកវាអត់ស៊ីគ្នាមួយ skin ហ្នឹងសម្បីតែមិនតិចហើយបាទ skin effect វិញក៏ខ្ញុំគិតថាស្អាតដែរ skin ហ្នឹងគឺវាអាក្រក់តាំងពីមុន revamp មកទៀត skin effect ពណ៌ឡើងថើហ្មងណាពេល revamp ហើយក៏អត់ស្អាតដែរអាទីអីឡើងថើចាញ់អា skin ពេលអត់ revamp ទៀតនិយាយតែមួយម៉ាត់អីខ្លី skin ហ្នឹងស្អាតតែរូបទេតែបើថា skin effect វិញដូចក្តិតហើយឥឡូវយើងចូលទៅមើលនៅ skin Lucky Box វិញ skin Lucky Box ដូចតែគ្នាហ្នឹងគ្មានថែមអីទេគ្នាយើងគឺថែមតាដំបងឆ្កឹះក្តិតហ្នឹងទេបាទចំណែកឯ skill វិញខ្ញុំគិតថា skill ទី1និង skill ទី2អាពេល revamp ស្អាតជាងតែនិយាយទៅគឺគ្រប់ skin ទាំងអស់ហ្នឹងអាពេល revamp ស្អាតជាងតែវាមានអាឆក់ពីក្រោយនេះប៉ុន្តែបើចំណែក ultimate វិញភាគច្រើនគឺអាពេលដែល revamp អត់សូវស្អាតវិញមានអារម្មណ៍ថាអាចាស់ស្អាតជាងឃើញអត់នេះអាចាស់ពណ៌ឡើងដិតតែពេល revamp ហើយមានអារម្មណ៍ថា skill វាឡើងតូចអាទីហើយបើ skin នេះវិញក៏ស្អាតដែរគ្នាយើង skin ultimate skin ហ្នឹងបើថាគ្នាយើងណាចង់បានអីខែ2ហ្នឹងចេញមកជាមួយនឹង skin event Fanny Legend ឯណាដែលតម្លៃវាស្មើនឹង skin Lucky Box មួយដែរហើយ skin ហ្នឹងគឺគេថែមអាដំបងហ្នឹងដូចគ្នាទៀតហើយចំណែក skin effect វិញខ្ញុំគិតថា skin ហ្នឹងស្អាតជាងគេដោយសារតែ skin ហ្នឹង skill វាខុសពី skin ទាំងអស់ហ្មងនេះយើងអាចមើលបានសូម្បីតែពេលដែលអត់ revamp ក៏ស្អាត revamp ហើយក៏ស្អាតដែរហើយបើគេសួរឲ្យខ្ញុំរើសមួយ skin effect ហ្នឹងអាចាស់ឬក៏ថ្មីគឺខ្ញុំយកទាំងពីរសារតែវាស្អាតស្មើគ្នាហើយចុងក្រោយគេគឺជា skin កូនបើ skin season ណាគ្នាយើង skin ហ្នឹងវាធម្មតាតែគេថែមតែដំបងហ្នឹងដូចគ្នាហ្នឹង skin ទាំងអស់និយាយទៅ skin ហ្នឹងវាអត់ស្អាតតាំងពីពេលមុន revamp ដល់ពេល revamp ហើយក៏វាមិនសូវស្អាតប្រហែលដែរប៉ុន្តែខ្ញុំយកអាពេល revamp ហើយដោយសារតែ skin effect វាមើលទៅវាដិតជាងវាច្រើនជាងអញ្ចឹងណាហើយចោះ skin ទាំងអស់ហ្នឹងគ្នាយើងគិតថា skin ពីណាដែល revamp ហើយស្អាតជាងគេជួយ comment ប្រាប់ខ្ញុំនៅក្នុងវីដេអូហ្នឹងផង